ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបខ្ញុំម្ដងទៀតហើយបងប្អូនបាទថ្ងៃនេះខ្ញុំអត់មានវីដេអូអីទេគឺចង់បកស្រាយថាហេតុអ្វីសុកខ្ញុំមកចិញ្ចឹមគោបាទមើលនិយាយទៅវាក៏ជានិស្ស័យមួយដែរតែមិនដាល់ឲ្យយើងបានជួបគ្នាបងប្អូនបាទហើយបើចំណុចសំខាន់វិញគឺទី1ហ្នឹងគឺវាបង្ហាញពីសន្តិភាពផ្លូវចិត្តសេចក្តីសុខផ្លូវចិត្តរបស់យើងបងប្អូនគឺ mental health and nature ហ្នឹងឯងបងប្អូនហើយក្រៅពីការកំសាន្តហ្នឹងយើងក៏បាននៅក្បែរវាជាមួយនឹងធម្មជាតិវាធ្វើឲ្យយើងហ្នឹងបាត់ stress ពីការងារដែរបងប្អូនហើយមួយទៀតទៅពេលខ្លះយើងមកមើលគោស៊ីស្មៅមកដាក់ចំណីឲ្យពួកវាបែបនេះបងប្អូនធ្វើឲ្យយើងចិត្តត្រជាក់ហើយភ្លេចអស់រឿងនៅហត់ពីការងារធំខាងក្រៅបងប្អូនវាដូចជាការសាកថ្មជីវិតស្រស់ស្រាយមួយឡើងវិញអញ្ចឹងណាបងប្អូនហើយចំណុចទី2វិញគឺជាទ្រព្យសកម្មមួយដែលមិនដឹងខ្លួនបងប្អូនវាដូចជាកូនជ្រូកតែមានសភាពរស់រវើកអញ្ចឹងបងប្អូនហើយវាជាការប្រើពេលទំនេរឲ្យទៅជាមាសប្រាក់ដោយមិនដឹងខ្លួនហើយវាមានខាតមានចំណេញមានល្អមានអាក្រក់ដូចគ្នាបងប្អូនហើយជំនួសឲ្យការចំណាយពេលវេលាទៅលើរឿងអត់ប្រយោជន៍ហ្នឹងខ្ញុំយកការដាក់ទុនជាមួយនឹងសត្វគោវាជាការកំសាន្តផងហើយក៏ជាការសន្សំប្រាក់សម្រាប់ថ្ងៃអនាគតក៏ដូចជាសម្រាប់កូនខ្ញុំផងដែរបងប្អូនហើយចំណុចទី3នោះគឺយើងបានរៀនសូត្រពីវដ្តជីវិតរបស់សត្វបងប្អូនយើងដឹងថាការរស់នៅការចង់បានរបស់ពួកវាហ្នឹងគឺយ៉ាងម៉េចហើយបង្រៀនឲ្យយើងមកចេះអត់ធ្មត់និងចេះយល់ពីតម្លៃនៃភាពហ្មត់ចត់ណាបងប្អូនហើយជាបទពិសោធន៍តិចតួចដែលខ្ញុំទទួលបានរាល់ថ្ងៃម្ដងបន្តិចវាមានតម្លៃជាងមេរៀនក្នុងសៀវភៅទៅទៀតបងប្អូនហើយសម្រាប់បងប្អូនវិញតើពេលទំនេរបងប្អូនចូលចិត្តធ្វើអ្វីខ្លះដើម្បីបំបត្តិភាពអត់សុខក៏ដូចជាបំបត្តិ stress អញ្ចឹងបងប្អូនសម្រាប់ខ្ញុំគឺមានតែនៅជាមួយក្នុងវងគោលនេះឯងបងប្អូន